បុណ្យពុទ្ធាពិសេសគឺជាពិធីបុណ្យសាសនារបស់ព្រះពុទ្ធដែលធ្វើឡើងដើម្បីអភិសេកឬបូជាបរិសុទ្ធព្រះពុទ្ធរូបថ្វាយជាការគោរពបូជានិងសូមសេចក្តីសុខសេចក្តីចម្រើននិងសិរីសួស្តីពិធីបុណ្យនេះមានដើមកំណើតពីប្រពៃណីព្រះពុទ្ធសាសនាឥណ្ឌាបន្ទាប់មកបានផ្សព្វផ្សាយមកកាន់ប្រទេសនានាក្នុងនោះមានប្រទេសកម្ពុជាផងដែរនៅកម្ពុជាពិធីបុណ្យពុទ្ធាពិសេសត្រូវបានអនុវត្តតាំងពីសម័យបុរាណពិសេសក្នុងសម័យអង្គរដែលមានការកសាងព្រះពុទ្ធរូបនិងវត្តអារាមជាដើមគោលបំណងនៃពិធីបុណ្យនេះដើម្បីអភិសេកព្រះពុទ្ធរូបឲ្យคล้ายទៅជាព្រះពុទ្ធរូបថ្មីជារូបសក្ការៈសម្រាប់គោរពបូជាដើម្បីសុំសេចក្តីសុខសេចក្តីចម្រើនសិរីសួស្តីនិងការពារបញ្ជៀសពីគ្រោះថ្នាក់ផ្សេងៗហើយក៏ដើម្បីបង្ហាញអំពីជំនឿនិងស្មារតីសាសនារបស់ពុទ្ធបរិស័ទគ្រប់ទិសទីដែលគោរពប្រណិប័តព្រះពុទ្ធសាសនាបុណ្យពុទ្ធាពិសេសជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីបុណ្យផ្សេងៗនៃព្រះពុទ្ធសាសនាព្រោះបានបង្ហាញអំពីការគោរពជំនឿសាមគ្គីភាពនិងការរក្សាប្រពៃណីវប្បធម៌ខ្មែរឲ្យបានថិតថេរគង់វង្សពិធីនេះគឺជាឱកាសឲ្យពុទ្ធបរិស័ទធ្វើបុណ្យទានសន្សំកុសលនិងបណ្ដោះចិត្តឲ្យបានស្អាតល្អផុសផង់ទាក់ទិនទៅនឹងប្រវត្តិរឿងរ៉ាវនៃពិធីបុណ្យពុទ្ធាពិសេសព្រះតេជគុណមានសង្ឃដីកាថាជាបឋមខ្ញុំករណាម្ចាស់សូមនមស្ការក្រាបថ្វាយបង្គំចំពោះគុណព្រះពុទ្ធគុណព្រះធម៌និងគុណព្រះសង្ឃជាអម្ចាស់ដោយសេចក្តីគោរពក្នុងឱកាសនេះដែរខ្ញុំករណាអាត្មាភាពសូមលើកឡើងនៅបុណ្យពុទ្ធាពិសេសដើម្បីជាទីសន្តាប់ដល់ញាតិញោមពុទ្ធបរិស័ទស្រីប្រុសទាំងអស់ឲ្យបានជ្រាបក្នុងកម្មវិធីបុណ្យពុទ្ធាពិសេសតើបុណ្យពុទ្ធាពិសេសនេះកើតឡើងនៅពេលណាក្នុងរាជ្យរបស់ស្ដេចអង្គណាមកពីកន្លែងណាបុណ្យពុទ្ធាពិសេសនេះគឺកើតឡើងនៅប្រទេសឥណ្ឌាដែលយើងស្គាល់សពថ្ងៃហ្នឹងក្នុងពុទ្ធសករាជ500ឆ្នាំក្នុងរាជ្យរបស់ព្រះរាជាមួយព្រះអង្គព្រះនាមមិលិន្ទក្រោយមកក៏ផ្សព្វផ្សាយបុណ្យនេះរហូតមកដល់ទូទាំងពិភពលោកដែលជាប្រទេសកាន់នៅព្រះពុទ្ធសាសនាមកដល់ប្រទេសខ្មែរយើងគឺនៅឆ្នាំ1560នៃពុទ្ធសករាជក្នុងរាជ្យរបស់ព្រះរាជាអង្គខ្មែរយើងគឺព្រះបាទសូរ្យវរ្ម័នទី1ក្នុងសម័យអង្គរគឺព្រះពុទ្ធរូបដែលមានដំបូងគេគឺព្រះពុទ្ធរូបព្រះកែវមរកតសពថ្ងៃហ្នឹងគឺតម្កល់ទុកនៅក្នុងព្រះរាជវាំងសពថ្ងៃហ្នឹងនេះគឺជាប្រវត្តិសង្ខេបនៃការកើតឡើងនៃព្រះពុទ្ធរូបហើយប្រជាជនខ្មែរយើងក៏មានកម្មវិធីមួយឲ្យឈ្មោះថាកម្មវិធីពុទ្ធាពិសេសកម្មវិធីពុទ្ធាពិសេសនេះគឺជាការធ្វើដើម្បីរំលឹកដល់ថ្ងៃដែលព្រះសម្មាសម្ពុទ្ធព្រះអង្គឈ្នះមារពេលនោះគឺមារមកផ្ចាញ់ព្រះអង្គនៅពេលដែលព្រះអង្គត្រាស់ដឹងដំបូងហើយមារហ្នឹងក៏បរាជ័យទៅវិញទៅទេវតាទាំងឡាយក៏នាំគ្នាមកស្រែកជ័យខុសចំពោះព្រះសម្មាសម្ពុទ្ធហើយមានកម្រងផ្កាបូជាចំពោះព្រះអង្គម្ល៉េះហើយបានជាខ្មែរយើងពីបរមបុរាណមកគឺយកនៅទំនៀមទម្លាប់នៃការស្រែកជ័យខុសកសាងព្រះពុទ្ធរូបតាមលំនាំនៃព្រះពុទ្ធព្រះកែវមរកតសពថ្ងៃហ្នឹងបាទហើយមួយចំណែកទៀតនៅក្នុងកម្មវិធីបុណ្យពុទ្ធាពិសេសនេះគឺជាបុណ្យដែលបង្ហាញឲ្យឃើញថាយើងជាអ្នកកាន់ពុទ្ធសាសនាជាអ្នកដែលគោរពរាប់អាននៅព្រះពុទ្ធសាសនាតាំងពីបរមកាលមកហើយបុណ្យពុទ្ធាពិសេសនេះគឺយើងធ្វើដើម្បីលើកតម្កើងព្រះពុទ្ធរូបដែលយើងបានកសាងអស់ធនធានជាច្រើនពាន់លានហើយកាលណាយើងធ្វើនៅព្រះពុទ្ធរូបនេះគឺធ្វើដើម្បីនឹងលើកព្រះអង្គឲ្យទៅជារបស់ដែលគួរជាទីគោរពសក្ការៈដំបូងឡើយនៅពេលណាដែលនៅជាថ្មធម្មតាគឺជាថ្មដែលយើងមិនដែលគោរពបូជាទេតែដល់ពេលយើងយកថ្មនោះទៅជាឆ្លាក់ធ្វើជារូបព្រះពុទ្ធអង្គណាមួយហើយទៅជារបស់គួរជាទីគោរពសក្ការៈ
លោះឲ្យបានជាចាស់បុរាណគាត់តែងតែឲ្យយើងនឹងយកថ្មដែលមានតម្លៃដូចជាថ្មកែវជាដើមយកមកឆ្លាក់ធ្វើជារូបព្រះសម្មាសម្ពុទ្ធអង្គណាមួយហើយធ្វើពិធីបុណ្យពុទ្ធិពិសេសហ្នឹងដើម្បីឆ្លងបុណ្យពុទ្ធិពិសេសហ្នឹងគឺជាបុណ្យនៃការឆ្លងនៃសទ្ធារបស់អ្នកធ្វើបុណ្យផងនិងដើម្បីលើកដំកើងព្រះសម្មាសម្ពុទ្ធឲ្យទៅជាវត្ថុគួរជាទីគោរពបូជានិងមានភាពស័ក្តិសិទ្ធិតាមជំនឿនៃអ្នកកាន់ព្រះពុទ្ធសាសនាអញ្ចឹងហើយបុណ្យពុទ្ធិពិសេសហ្នឹងគឺជាបុណ្យដែលកម្រមិនបានហៅថាជាបុណ្យកម្រព្រោះបុណ្យពុទ្ធិពិសេសនេះតតែអ្នកមានសទ្ធាមុតមមណាស់ទើបអាចធ្វើបុណ្យពុទ្ធិពិសេសនេះឡើងប្រសិនបើបុគ្គលណាមិនមានសទ្ធាក្នុងព្រះពុទ្ធសាសនាទេប្រហែលជាមិនអាចធ្វើបុណ្យពុទ្ធិពិសេសនេះកើតឡើងទេហើយបុណ្យពុទ្ធិពិសេសក៏បានអានិសង្សច្រើនបានអានិសង្សច្រើនទៅតាមនឹងហើយអានិសង្សដោយព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់សម្ដែងក្នុងបគាថាមួយព្រះអង្គទ្រង់សម្ដែងថាពុទ្ធបូជាមហាតេជោអ្នកបូជាចំពោះព្រះពុទ្ធមានដាច់ចាស់ខ្លាំងដូចជាសម្ដេចបវរធិបតីហ៊ុនម៉ាណែតដូចជាសម្ដេចហ៊ុនសែនដែលលោកមានឫទ្ធិខ្លាំងបារមីខ្លាំងនោះគឺពីអតីតជាតិមកហ្នឹងគឺបានកសាងនៅព្រះពុទ្ធរូបនឹងហើយនេះគឺជាអានិសង្សដែលអ្នកកាន់ព្រះពុទ្ធសាសនាបងហើយព្រះពុទ្ធរូបនេះគឺជាព្រះពុទ្ធរូបឆ្លុះបង្ហាញឲ្យឃើញថាយើងទាំងអស់គ្នាជាអ្នកកាន់ព្រះពុទ្ធសាសនាហើយជាអ្នកគោរពរាប់អាននៅព្រះពុទ្ធសាសនាហើយពិធីបុណ្យពុទ្ធិពិសេសហ្នឹងគឺមិនមែនចេះតែធ្វើទេទៀតពិធីបុណ្យពុទ្ធិពិសេសហ្នឹងត្រូវមានផ្កាភ្ញីត្រូវមានការដង្ហែមិនមែនចេះតែធ្វើដោយពិធីបុណ្យនានាទេពិធីបុណ្យពុទ្ធិពិសេសនេះគឺតម្រូវឲ្យមានប្រសង់កណាជាអ្នកដឹកនាំធ្វើឬក៏ញាតិញោមពុទ្ធបរិស័ទទាំងអស់គ្នាចូលរួមក្នុងការដឹកនាំក្នុងការពិធីបុណ្យពុទ្ធិពិសេសនឹងឯងហើយបុណ្យពុទ្ធិពិសេសនេះក៏ឆ្លុះបង្ហាញឲ្យឃើញអំពីវប្បធម៌អរិយធម៌ខ្មែរយើងនៅពេលបច្ចុប្បន្ននេះហើយនឹងពីអតីតកាលមកតាំងពីបរមបុរាណមកម្ល៉េះព្រោះបុណ្យពុទ្ធិពិសេសនេះមិនមែនកើតទៅតែកើតនឹងទេបុណ្យពុទ្ធិពិសេសនេះគឺកើតយូរហើយទៀតកើតតាំងពីសម័យព្រះសម្មាសម្ពុទ្ធព្រះអង្គត្រាស់ដឹងមកដំបូងម្ល៉េះណាពេលដែលព្រះអង្គបានយកឈ្នះមាទេវតាទាំងឡាយក៏នាំគ្នាមកជួបជុំគ្នាក្រោមព្រះពោធិព្រឹក្សហើយនាំគ្នាយកផ្កាស្រែកជ័យឃោសចំពោះព្រះសម្មាសម្ពុទ្ធ4ដងទៀតម្ល៉េះហើយបានជាបរមបុរាណយើងនៅក្នុងប្រទេសកម្ពុជាយើងក៏បានយកនៅទំនៀមទម្លាប់នេះយកមកធ្វើជាបុណ្យពិធីពុទ្ធិពិសេសនឹងឡើងអញ្ចឹងបុណ្យពុទ្ធិពិសេសនេះបង្ហាញអំពីវប្បធម៌អរិយធម៌ខ្មែរយើងក្នុងប្រទេសកម្ពុជាយើងនេះដើម្បីឲ្យពិភពលោកស្គាល់ថាបុណ្យពុទ្ធិពិសេសនេះគឺជាបុណ្យរបស់ព្រះពុទ្ធសាសនាហើយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធនឹងវប្បធម៌អរិយធម៌ប្រទេសកម្ពុជាចំពោះអានិសង្សទៀតណាចំពោះអានិសង្សនៃអ្នកបានធ្វើបុណ្យពុទ្ធិពិសេសនេះគឺបានអានិសង្សច្រើនបំផុតទៀតបានអានិសង្សច្រើនណាស់កណាជាឧទាហរណ៍ក្នុងប្រគាថាមួយព្រះសម្មាសម្ពុទ្ធទ្រង់សម្ដែងថាណាពុទ្ធបូជាមហាតេជោការបូជាចំពោះព្រះពុទ្ធរមែងមានដៃជះខ្លាំងមានដៃច្រាស់ច្រើនហើយនេះគឺជាអានិសង្សនៃអ្នកធ្វើនៅបុណ្យពុទ្ធិពិសេសហើយអានិសង្សមួយទៀតគឺអ្នកដែលបានធ្វើនៅពុទ្ធិពិសេសនឹងជាអ្នកមានរូបសម្បត្តិស្អាតត្រង់ទ្រាស្អាតហើយនឹងមិនសូវមានរោគកណាហើយដើរតាណាតន័យចឹងទៅទេវតាថែរក្សាកណាព្រោះព្រះពុទ្ធរូបមួយអង្គហ្នឹងធ្វើមួយអង្គហ្នឹងគឺសុទ្ធតែធ្វើដោយផ្ចិតផ្ចង់ហើយនៅពេលណាដែលធ្វើកម្មវិធីពុទ្ធិពិសេសហ្នឹងទេវតាទាំងឡាយក៏ចូលរួមដែរទៀតមិនមែនត្រឹមតែមនុស្សទេទេវតាទាំងឡាយក៏ចូលរួមក្នុងការធ្វើបុណ្យពុទ្ធិពិសេសនឹងដែរទៀតនេះគឺជាអានិសង្សនៃអ្នកធ្វើនៅបុណ្យពុទ្ធិពិសេសនឹងទៀតណាប៉ុណ្្នឹងចាស់ដោយអំណាច
នៃការបង្ហាញនៅបុណ្យពុទ្ធិពិសេសដើម្បីចែកជូនដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់គ្នាឲ្យមានការយល់ចេះដឹងក្នុងបុណ្យពុទ្ធិពិសេសនេះដូច្នេះខ្ញុំបកករណាម្ចាស់សូមប្រម៉ែប្រមោបុណ្យទាំងឡាយដែលកើតចេញពីធម្មទាននេះសូមបានដល់ញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់គ្នាជាពិសេសសូមឲ្យបានដល់វរៈកងទ័ពដែលបានពលីជីវិតក្នុងសមរភូមិឲ្យគាត់បានទទួលនៅផលអានិសង្សទាំងអស់ហើយមួយចំណែកទៀតសូមប្តឹងដល់សកៈទេវរាជស្ដេចទេវតាសូមទេវតាទាំងឡាយជួយថែរក្សាប្រទេសកម្ពុជាឲ្យបាននៅសេចក្តីសុខមានសន្តិភាពចាប់តាំងពីពេលនេះតរៀងទៅសូមអនុមោទនា